បាទក្រុមជំនាញសួរបងប្អូនទាំងគ្នាជួបជាមួយនឹងខ្ញុំបាទកន្លឹះខ្លីៗក្នុងការប្រើប្រាស់កម្មវិធី Microsoft Word បាទអញ្ចឹងថ្ងៃនេះគឺខ្ញុំចង់បង្ហាញបងប្អូនអំពីការប្រើប្រាស់ tool មួយឈ្មោះថា Format Painter បាទនៅក្នុងកម្មវិធី Microsoft Word ហ្នឹង Format Painter ហ្នឹងវាចម្លងអក្សររបស់យើងណាក្នុងកម្មវិធី Microsoft Word អញ្ចឹងវាជួយយើងឲ្យលឿនការងារយើងលឿនបាទវាហ្នឹងគឺល្អហើយនៅពេលខ្លះនៅបើសិនជាយើងវាយអត្ថបទហ្នឹងពេលខ្លះអក្សរយើងច្រើនយើង copy ពីច្រើនប្រភពមកយកមកផាសចូលក្នុងអត្ថបទតែមួយទៅវារត់អក្សរញ៉ៃយើងសេរីកំណត់ setting កំណត់ font កំណត់អីអញ្ចឹងទៅវាអត់ទៅតាមយើងទេអញ្ចឹងតើតែយើងចេះប្រើ tool មួយហ្នឹងដើម្បីវាធ្វើឲ្យវាដូចអក្សរផ្សេងចម្លង style នឹងឲ្យដូចអក្សរផ្សេងបាទអញ្ចឹងដើម្បីធ្វើគឺឧទាហរណ៍នេះខ្ញុំដូរ font មួយអញ្ចឹងត្រូវកន្លែងឈ្មោះហ្នឹងត្រូវបដូរដាក់ font ឆ្លាក់ទាំងអស់បាទនៅក្នុងនេះឧទាហរណ៍នេះមានតែ3ឈ្មោះទេតែបើសិនជាករណីមានទៅដល់100ឈ្មោះអីចឹងទៅ20 30ឈ្មោះអីចឹងទៅអញ្ចឹងយើងអង្គុយដូរ font មួយហ្នឹងវាអាចរៀងយូរអញ្ចឹងយើងដើម្បីធ្វើឧទាហរណ៍យើងដូរមួយសិនបាទយើងដូរមួយហ្នឹងហើយបន្ទាប់មកផ្សេងទៀតគឺយើងប្រើ format pen tool ហ្នឹងដើម្បីចម្លងអក្សរហ្នឹងឲ្យវាដូចគ្នាណាចម្លង style ចម្លង font ចម្លងទំហំអីហ្នឹងបាទអញ្ចឹងយើងចូលក្នុង home ហើយយើងមើលក្រោមពាក្យថាកាត់ហើយ copy អីហ្នឹងនេះអញ្ចឹង tool មួយនេះគឺ format painter អញ្ចឹងយើង select លើអក្សរដែលយើងចង់បាន style ដូចគេហ្នឹងហើយបន្ទាប់មកយើងចុចលើ format painter ហ្នឹងយកមកបោះលើវាហើយបន្លែងមកអញ្ចឹងវាចម្លងអក្សរដូចដែលយើង select ហ្នឹងហើយអញ្ចឹងអានេះយើងក៏ចុចអញ្ចឹងដូរមកទៀតមកបាទអញ្ចឹងវាចម្លង style អក្សរអញ្ចឹងមាន20 30ឈ្មោះអីយើងបោះអញ្ចឹងទាំងអស់ទៅអញ្ចឹងកន្លែងណាចង់បាន font ហ្នឹងគឺយើងធ្វើអញ្ចឹងវាលឿនជាងយើងទៅ select មួយចេះហើយទៅដូរ font អញ្ចឹងគឺវាខាត់ពេលបាទអញ្ចឹងមានតែប៉ុណ្្នឹងហើយវីដេអូនេះអរគុណច្រើនសម្រាប់ការទស្សនាបាទ